សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងរ៉ាវខ្មោចដែលនេះគឺជាអេពីសូតទី2ដែលយើងនឹងនិយាយអំពីភូមិព្រៃខ្មោចរឿងរ៉ាវហ្នឹងគឺបានកើតឡើងទៅលើលោកយាយម្នាក់ដែលគាត់រស់នៅក្នុងភូមិមួយដែលដាច់ស្រយាលមែនទែនហើយជំនាន់ហ្នឹងគឺទើបតែនឹងចប់សង្គ្រាមថ្មីៗចឹងណាហើយភូមិហ្នឹងគឺជាភូមិដែលគេយកប្រជាជនយកអីទៅបាញ់សម្លាប់ទៅអីចឹងទៅហើយសម្បូរដោយខ្មោចអនាថាខ្មោចតែហោងខ្មោចអីតាមហ្នឹងចឹងណាហើយលោកយាយហ្នឹងគឺគាត់រស់នៅម្នាក់ឯងនៅដាច់ស្រយាលមែនទែនដើរប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអីបានទៅដល់ភូមិមានផ្ទះមានអីមួយទៀតចឹងណាហើយអីដែលគួរឲ្យខ្លាចគួរឲ្យព្រឺសម្បល់ជាងគេហ្នឹងគឺនៅក្នុងភូមិដែលលោកយាយរស់នៅហ្នឹងគឺអត់មានអ្នកណាគេហ៊ានចូលទៅទេដោយសារតែនៅក្នុងភូមិហ្នឹងគឺសម្បូរទៅដោយដើមឈើធំៗហើយវាមានសភាពស្ងាត់មែនទែនហើយគេក៏